My name is Kimberly Chern. We would like to invite you to join us for Pontes na Mahavoi Sonda Tiata on November 29th and 30th, 2025 at Wat Khmer Palilai, 2701 South 58th Street, Philadelphia, PA 19143. Somakan. នមស្ការគុណកែវទាំង3ដោយសេចក្តីគោរពនមស្ការព្រះសង្ឃគ្រប់ព្រះអង្គជាពិសេសសូមនមស្ការព្រះសង្ឃក្នុងវត្តខ្មែរប៉ាឡៃដែលមានព្រះអង្គគ្រូចាតិកានៅក្នុងទីនេះដោយសេចក្តីគោរពសក្ការៈសូមចម្រើនពរញោមញាតិពុទ្ធបរិស័ទគ្រប់គ្នាដែលជាចំណុះជើងវត្តខ្មែរប៉ាឡៃហៅថាវត្តដីហុយរដ្ឋ Pennsylvania ក្នុង Philadelphia នេះសេចក្តីប្រកាសផ្សាយចេញពីវត្តខ្មែរប៉ាឡៃនៅសហរដ្ឋអាមេរិកសេចក្តីប្រកាសនេះគឺជម្រាបជូនដំណឹងប្រគេនជូនដំណឹងនៅបុណ្យពិធីបុណ្យទេសនាមហាជាដកដែលយើងហៅថាមហាជាតិណាទៀតណាចម្រើនពរវត្តខ្មែរប៉ាឡៃនឹងប្រារព្ធធ្វើនៅថ្ងៃទី28 29 30វាមាន3ថ្ងៃប៉ុន្តែថ្ងៃ28គឺជាថ្ងៃសុក្រហ្នឹងជួបជុំពុទ្ធបរិស័ទដើម្បីរៀបចំធ្វើពិធីចម្រើនព្រះបរិត្តហៅថាសូនមន្តនៅវេលាម៉ោង5ល្ងាចជួបជុំពុទ្ធបរិស័ទចម្រើនព្រះបរិត្តសូនមន្តនៅថ្ងៃ28ថ្ងៃសុក្រលុះដល់ថ្ងៃ29នឹងចាប់ផ្ដើមអារាធនាប្រសង់ឬក៏ធម្មកថាសម្ដែងធម៌ទេសនាកាន់ព្រះមហាវេស្សន្តរជាដករហូតតទៅពេញមួយថ្ងៃ29ថ្ងៃសៅរ៍ដល់ថ្ងៃទី30នឹងចាប់ផ្ដើមទេសនាជាបន្តនៅវេលាម៉ោង8នឹងចាប់ផ្ដើមតទៅរហូតដល់ចប់នៅការទេសនាព្រះមហាវេស្សន្តរជាដកត្រឹមកាន់អានិសង្ឃហើយក៏នឹងរៀបចំពិធីនិមន្តព្រះសង្ឃដាបាំងស្គលអីតាមប្រពៃណីរបស់យើងនៅថ្ងៃទី30គឺថ្ងៃអាទិត្យបញ្ចប់នៅកម្មវិធីបុណ្យក្រោយពេលដែលរៀបចំវេចង្ហាន់ប្រគេនព្រះសង្ឃថ្ងៃត្រង់នៅវេលាថ្ងៃថ្ងៃទី30នៅខែ11បានពរហេតុដូច្នេះសូមអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ចូលរួមនៅក្នុងការស្ដាប់ដើម្បីយកឧបនិស្ស័យយកអានិសង្ឃរៀងខ្លួននៅក្នុងការស្ដាប់នៅបឋមវិសេសទេសនាអំពីដ៏ប្រសើររបស់យើងនៅក្នុងព្រះពុទ្ធសាសនារបស់យើងទាំងអស់គ្នាអញ្ចឹងក៏សូមអញ្ជើញញាតិញោមពុទ្ធបរិស័ទចូលរួមឲ្យបានច្រើនកទៀតណាតាំងពីការស្ដាប់ធម៌ទេសនាតាំងពីកាន់ទោះពោះហែមពៀនទៀនខណ្ឌរហូតតទៅដល់អានិសង្ឃជាចុងបញ្ចប់សូមចម្រើនពរអញ្ជើញឲ្យបានច្រើននៅក្នុងការស្ដាប់កាន់ទោះជាតិឬក៏ព្រះមហាវេស្សន្តរជាដកអញ្ចឹងក៏សូមអញ្ជើញញាតិញោមអញ្ជើញចូលរួមស្ដាប់នៅការទេសនាបានច្រើនគ្រប់គ្នាទៀតណាសូមអនុមោទនាបុណ្យកុសលឲ្យបានរៀងខ្លួនជាឧបនិស្ស័យនៅក្នុងព្រះពុទ្ធសាសនានៃយើងដូច្នេះសង្ឃឹមថាញោមញាតិពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់នឹងចូលរួមដោយមេត្រីភាពនៅក្នុងការត្រួតត្រងប្រពៃណីព្រះពុទ្ធសាសនាខ្មែររបស់យើងតរៀងទៅនៅថ្ងៃទី28សូត្រមន្តវេលាម៉ោង5 29ចាប់ផ្ដើមទេសនាពេញមួយថ្ងៃទី30នឹងឆ្លងបុណ្យនៅវេលាព្រឹកចាប់ពីម៉ោង8ទៅទេសនាជាចុងបញ្ចប់យ៉ាងយូរម៉ោង10កាន់អានិសង្ឃនឹងឆ្លងបុណ្យជាកិច្ចបញ្ចប់កម្មវិធីដូច្នេះសូមអញ្ជើញចូលរួមដោយមេត្រីភាពឲ្យបានច្រើនត្រួតត្រងប្រពៃណីពុទ្ធសាសនាខ្មែរយើងសម្រាប់ពរអញ្ចឹងក៏សូមជូនបុណ្យជូនកុសលដល់ពុទ្ធបរិស័ទគ្រប់គ្នាទាំងអស់
សូមលោកអ្នកបានប្រកបដោយពុទ្ធពរអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈគ្រប់គ្នាសូមអនុមោទនា